ប្រធានគណៈបកសង្គ្រោះជាតិដែលកំពុងកិច្ចខ្លួននៅក្រៅប្រទេសបដិញ្ញាថាលោកនឹងវិលចូលស្រុកខ្មែរវិញឲ្យបានមុនការបោះឆ្នោតនៅពេលខាងមុខដើម្បីប្រកួតប្រជែងយកសម្លេងឆ្នោតជាមួយគណៈបកប្រជាជនកម្ពុជាឆ្ពោះទៅរកការដឹកនាំប្រទេសលោកសំរងស៊ីបច្ចុប្បន្នកំពុងរស់នៅប្រទេសបារាំងត្រូវបានតុលាការកម្ពុជាសម្រេចឲ្យជាប់ពន្ធនាគារ2ឆ្នាំដោយចោទថាបានបរិហាគេលោកហៅណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី15ខែវិច្ឆិកាលោកសំរងស៊ីថ្លែងនៅប្រទេសកូរ៉េខាងត្បូងថាលោកនឹងវិលចូលស្រុកខ្មែរវិញបើទោះជាត្រូវជាប់ពន្ធនាគារឬត្រូវស្លាប់ក៏ដោយមួយថ្ងៃបន្ទាប់តំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាបានបោះឆ្នោតព្យួរអភ័យឯកសិទ្ធិមេបកប្រឆាំងរូបនេះហើយមានការពង្រាយកម្លាំងរាប់ពាន់នាក់ត្រៀមចាប់ខ្លួនលោកសំរងស៊ីផងលោកសំរងស៊ីក៏ប្រកាសពន្យាពេលចូលកម្ពុជាវិញក្រោមហេតុផលថាកុំឲ្យមានអំពើហិង្សាផ្ទុះឡើងស្របពេលបច្ចុប្បន្នតែសាធារណជនពិសេសអ្នកគាំទ្រគណៈបកសង្គ្រោះជាតិចង់ដឹងថាពេលណាលោកសំរងស៊ីវិលចូលស្រុកខ្មែរវិញហើយមានយុទ្ធសាស្ត្រអ្វីថ្មីទេដើម្បីយកឈ្នះការបោះឆ្នោតលើគណៈបកប្រជាជនកម្ពុជានោះលោកសំរងស៊ីបានថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីនៅពេលថ្មីនេះថាលោកនឹងវិលចូលស្រុកវិញឲ្យបានមុនការបោះឆ្នោតដោយកាលពីឆ្នាំ2013គេក៏អត់ចង់ឲ្យខ្ញុំចូលរួមក្នុងការបោះឆ្នោតដែរតែខ្ញុំមកដល់ទឹកដីប្រទេសកម្ពុជាតែ9ថ្ងៃមុនថ្ងៃបោះឆ្នោតទេតែទីបញ្ចប់ឃើញថាគណៈបកសង្គ្រោះជាតិបានទទួលការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ដូច្នេះធ្វើយ៉ាងដូចម្តេចឲ្យតែបានមកដល់មុនថ្ងៃបោះឆ្នោត4-5 អាទិត្យ 4-5 ខែមុនថ្ងៃបោះឆ្នោតវាល្អប្រសើរទៅហើយលោកសំរងស៊ីក៏បានសរសេរនៅក្នុង Facebook របស់លោកថាការបោះឆ្នោតនៅអាណត្តិទី6ខាងមុខលោកនឹងទទួលបានយ៉ាងតិច62អាសនៈលោកសំរងស៊ីបញ្ជាក់ថាសម្លេងគាំទ្រពីប្រជាពលរដ្ឋក្រោមការដឹកនាំគណៈបកប្រឆាំងរបស់លោកមានការកើនឡើងជាលំដាប់គឺនៅឆ្នាំ1998មាន15អាសនៈនៅឆ្នាំ2003ទទួលបាន24អាសនៈ2008បាន29អាសនៈនិងនៅឆ្នាំ2013ទទួលបាន55អាសនៈនៅក្នុងស្ថានភាពបច្ចុប្បន្នគណៈបកថ្មីបានបង្កើតឡើងគណៈបកប្រជាជនកម្ពុជាកំពុងធ្វើកំណែទម្រង់ក្នុងការដឹកនាំដើម្បីទទួលបានការគាំទ្រវិញហើយលោកសំរងស៊ីនៅតែបន្តប្រើយុទ្ធសាស្ត្រនៅក្រៅប្រទេសដោយនយោបាយរបស់លោកកាលពីអតីតកាលតើយុទ្ធសាស្ត្រធ្វើនយោបាយនៅក្រៅប្រទេសនេះនឹងទទួលបានការគាំទ្រកើនឡើងបន្តទៀតឬទេសាស្ត្រាចារ្យនិងជាអ្នកសិក្សាស្រាវជ្រាវកិច្ចការនយោបាយលោកអែមសវណ្ណរាយល់ឃើញថាបើលោកសំរងស៊ីវិលចូលស្រុកជាការប្រសើរសម្រាប់នយោបាយរបស់គណៈបកប្រឆាំងមួយនេះប៉ុន្តែលោកថាបើមិនមានជំរឿសអ្វីផ្សេងលោកសំរងស៊ីជ្រើសរើសយកការវិលចូលស្រុកវិញនៅពេលជិតបោះឆ្នោតគឺជាការល្អព្រោះប្រជាពលរដ្ឋខ្មែរតែងតែមានការចាប់អារម្មណ៍ព្រឹត្តិការណ៍ថ្មីដោយកាលពីឆ្នាំ2013ពេលលោកសំរងស៊ីវិលចូលស្រុកវិញមុនការបោះឆ្នោតតែ9ថ្ងៃមានប្រជាពលរដ្ឋប្រមាណ1លាននាក់ទៅទទួលទោះជាយ៉ាងណាលោកអែមសវណ្ណរាលើកឡើងថាយុទ្ធសាស្ត្រនៅក្រៅប្រទេសរបស់លោកសំរងស៊ីទទួលបានផលលុះត្រាតែថ្នាក់ដឹកនាំគណៈបកប្រឆាំងដែលកំពុងមានវត្តមាននៅរាជធានីភ្នំពេញធ្វើការងារឲ្យសកម្មតែលោកថាបើសកម្មភាពរបស់មន្ត្រីបកប្រឆាំងនេះស្ងប់ស្ងាត់ដោយមួយរយៈកាលចុងក្រោយគណៈបកប្រឆាំងមួយនេះនឹងមិនទទួលបានការគាំទ្រកើនឡើងនោះទេឧទាហរណ៍ថាឥឡូវជំនាញឡើងថ្លៃប្រេងទីផ្សារពុកលោកចុះថោកតែគាត់ធ្វើអីខ្លះដើម្បីឲ្យប្រជាពលរដ្ឋបានប្រយោជន៍អំពីសកម្មភាពរបស់គាត់នៃហេតុការណ៍កម្មភាពរបស់គណៈបកសមាជិកគណៈបកក្នុងរដ្ឋាភិបាលជាគណៈបកមិនកាន់អំណាចនេះគាត់ធ្វើខ្លះដើម្បីប្រជាពលរដ្ឋឆ្លើយតបបំរើប្រជាជាតិបានអីខ្លះបើគាត់បានធ្វើអីទេគឺបានតែទូនទីរបស់គាត់គឺអត់មានអធិពលមានសកម្មភាពដូចសម្រាប់ពលរដ្ឋទេចឹងពលរដ្ឋមានស្អីទៅពឹងគាត់អត់ទេបើកាលណាគេអត់ពឹងគាត់គេអត់បោះឆ្នោតពីគាត់ដែរតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិក្រោយសម្រាប់ចិត្តចូលសភាកាលពីខែសីហាឆ្នាំ2014បានធ្វើការងារយ៉ាងសកម្មដូចជាការជជែកដេញដោលតស៊ូមតិនៅក្នុងសភាការជួបជាមួយប្រជាពលរដ្ឋមានចំនួនដីធ្លីនិងការចុះទៅពិនិត្យខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមជាដើមប៉ុន្តែនៅពេលដែលមន្ត្រីគណៈបកប្រឆាំងនេះជាង10នាក់ត្រូវ
បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារជាថ្មីហើយមេបកកំពុងកិច្ចខ្លួននៅក្រៅប្រទេសតែនោះសកម្មភាពផ្សេងនៅពេលកន្លងមកហាក់ស្ងប់ស្ងាត់ទៅវិញបច្ចុប្បន្នគណៈបកសង្គ្រោះជាតិបានចំណាយពេលច្រើនក្នុងការចរចាជាមួយគណៈបកប្រជាជនកម្ពុជាបន្ថយកម្ដៅនយោបាយដើម្បីឈានទៅរកការដោះលែងមន្ត្រីរបស់ខ្លួនជាង10នាក់ដែលកំពុងជាប់ឃុំនឹងការស្វែងរកកិច្ចអន្តរាគមន៍ឲ្យទម្លាក់ការចោទប្រកាន់លោកសំរងស៊ីដើម្បីបើកផ្លូវឲ្យប្រធានគណៈបកប្រឆាំងមួយនេះវិលចូលប្រទេសវិញដោយមិនជាប់ពន្ធនាគារចំណែកបញ្ហាចម្បងរបស់ប្រជាពលរដ្ឋដូចជាបញ្ហាចំនួនដីធ្លីអយុត្តិធម៌ក្នុងសង្គមពលរដ្ឋមិនមានការងារធ្វើបញ្ហាអំពើពុករលួយកសិផលមិនមានទីផ្សារលក់ជាដើមគណៈបកប្រឆាំងមិនបានចេញមុខតវ៉ាឬអន្តរាគមន៍ដោយពេលមុនទៀតទេគណៈលោកសំរងស៊ីកិច្ចខ្លួននៅក្រៅប្រទេសក៏មានព័ត៌មានចុះផ្សាយមិនផ្លូវការជាបន្តបន្ទាប់ពីការបែកបាក់ផ្ទៃក្នុងរវាងលោកសំរងស៊ីនិងលោកកឹមសុខាជុំវិញព័ត៌មាននេះលោកអែមសវណ្ណារាយល់ថាគណៈពេលលោកសំរងស៊ីស្ថិតនៅក្រៅប្រទេសផ្ទៃក្នុងរបស់គណៈបកនេះអាចនឹងជួបបញ្ហាមួយចំនួនប៉ុន្តែលោកថាលោកសំរងស៊ីនិងលោកកឹមសុខានឹងមិនអាចបែកគ្នានៅពេលបច្ចុប្បន្ននេះទេទោះជាយ៉ាងណាកំណើនសម្លេងគាំទ្ររបស់គណៈបកសង្គ្រោះជាតិនៅអាណត្តិក្រោយនេះនៅតែមានសភាពមិនច្បាស់លាស់នៅឡើយគណៈតែរដ្ឋាភិបាលបច្ចុប្បន្នបានដំឡើងប្រាក់ខែដល់មន្ត្រីរាជការដំឡើងប្រាក់ខែដល់កម្មករនិងធ្វើកំណែទម្រង់លើការដឹកនាំផ្សេងទៀតដែលគេអាចជឿថានឹងទាញបានសម្លេងគាំទ្រមួយចំនួនមកវិញនោះចំណែកអ្នកគាំទ្រគណៈបកប្រឆាំងមួយចំនួនបានផ្ដាច់ខ្លួនចេញបានបង្កើតគណៈបកថ្មីជាបន្តបន្ទាប់នាំឲ្យសម្លេងរបស់គណៈបកប្រឆាំងមួយនេះកាន់តែរួមតូចជាងមុនប្រសិនបើមិនមានយុទ្ធសាស្ត្រថ្មីក្នុងការបង្រួបបង្រួមអ្នកគាំទ្រនៅពេលកន្លងមកនឹងមិនមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការគៀកោរកសម្លេងគាំទ្រដើម្បីយកឈ្នះគណៈបកកាន់អំណាចទៀតនោះខ្ញុំពៅមេតា VOD ភ្នំពេញ